បបបដិសេធពាក្យប្រឡងមេធាវីរបស់លោកយិនហេងហៅចំបៃខ្មៅដោយសារមានប្រវត្តិផ្ទុយនឹងលក្ខណៈសម្បត្តិច្បាប់នៅថ្ងៃទី28ខែឧសភានេះអង្គភាពប្រឆាំងអំពើពុករលួយ ACU បានដំណើរការពិនិត្យវិភាគនិងសម្រេចលើពាក្យប្តឹងសរុបចំនួន58រួមទាំងបានបញ្ជូនសំណុំរឿង3ទៅសាលាដំបងខេត្តសៀមរាបនិងសាលាដំបងរាជធានីភ្នំពេញក្នុងនោះក៏មានករណីលោកយិនហេងហៅចំបៃខ្មៅត្រូវបានបដិសេធមិនទទួលឲ្យចូលប្រឡងធ្វើជាមេធាវីនោះទេដោយសារមិនអាចបំពេញតាមលក្ខណៈសម្បត្តិតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវីឆ្នាំ1995នៃការដាក់ពាក្យប្រឡងមេធាវីលក្ខណៈសម្បត្តិសម្រាប់ដាក់ពាក្យប្រឡងមេធាវីបានកំណត់ចំនួន5ចំណុចយោងតាមមាត្រា31នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីឆ្នាំ1995ក្នុងនោះមាន1ត្រូវមានសញ្ជាតិខ្មែរ2ត្រូវមានបរិញ្ញាបត្រច្បាប់ឬសញ្ញាបត្រដែលបានប្រកាសថាមានតម្លៃសមមូល3មិនដែលត្រូវបានផ្ដន្ទាទោសជាបទមជ្ឈិមឬអក្រិតឬបទវិន័យឬផ្ដន្ទាទោសបទរដ្ឋបាលដូចជាការលុបឈ្មោះចោលការបញ្ចុះពីមុខងារការហូតងារពីអំពើផ្ទុយនឹងកិត្តិយសឬអំពើមិនស្អាតស្អំទី4មិនត្រូវមានធនខ្សែផ្ទាល់ខ្លួនដែលប្រកាសដោយតុលាការទី5ត្រូវមានសីលធម៌និងកាយសម្បទាសមរម្យជាមួយគ្នានេះលោកយិនហេងហៅចំបៃខ្មៅមិនអាចបំពេញតាមលក្ខណៈសម្បត្តិមួយចំនួនជាពិសេសលើច្រើនចំណុចនៃចំណុចទី3សម្រាប់ដាក់ពាក្យប្រឡងមេធាវីឈ្មោះនេះមានប្រវត្តិត្រូវបានបញ្ឈប់ពីមុខងារគួរបញ្ជាក់ថាចំបៃខ្មៅធ្លាប់បង្ហោះវីដេអូជេរប្រមាថពុទ្ធសាសន៍ខ្មែរផ្អើលពេញបណ្ដាញសង្គម Facebook ហើយត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននៅខណ្ឌដូនពេញកាលពីថ្ងៃទី5ខែកុម្ភៈឆ្នាំ2019កន្លងទៅ